Rương thâm mạt bọc đầm rầy sò cá pi prey nỉ miền đách thâm mạt mũi miềnពួកពលបរិវារជាច្រើនអាស្រ័យនៅក្នុងព្រៃភ្នំយប់មួយស្ដេចថ្មាតនោះដេកទៅយល់សពឃើញថាបានចាប់ដំរីសមួយពួកសេនាពលក៏ហើសំដៅទៅលំនៅនៃស្ដេចដំរីនោះដល់ហើក៏ស្រែកហៅស្ដេចដំរីថាបងដំរីម្ចាស់យើងឲ្យហៅបងដំរីឯងទៅលំនៅយើងយ៉ាងឆាប់ដោយម្ចាស់យើងយល់សពឃើញថាបានស៊ីសាច់បងដំរីឯងដំរីឮដូច្នេះក៏ភ័យញាប់ញ័រឥតឧបមាយំបណ្ដើរលាប្រពន្ធកូននិងពលសេនាបណ្ដើរដើម្បីទៅតាមពលថ្មាតតាមបញ្ជារបស់ស្ដេចថ្មាតលុះមកដល់កណ្ដាលផ្លូវបានជួបនឹងសុភាទុនសាយក៏សួរទៅស្ដេចដំរីថាយើបងដំរីទៅណាមកណាក៏រលេះរលាំងថែមទាំងយំសស្រាក់យ៉ាងនេះដំរីឆ្លើយថាអោបងសុភាអើយស្ដេចថ្មាតគេយល់សពឃើញថាគេបានស៊ីសាច់ខ្ញុំឥឡូវនេះខ្ញុំទៅឲ្យគេស៊ីខ្ញុំហើយទុនសាយឆ្លើយថាយីបងដំរីរូបប៉ុនបងឯងមិនដេចសុខចិត្តទៅឲ្យអាសត្វថ្មាតស៊ីទៅទេយ៉ាងនេះចាំខ្ញុំទៅជួយដោះទុកបងឯងឲ្យរួចរស់បានស្ដេចដំរីបានឮសុភាទុនសាយថាដូច្នេះមានចិត្តត្រេកអរណាស់ក៏ហៅខ្លួនទុនសាយឡើងជិះលើខ្នងដើរសំដៅទៅលំនៅឋានស្ដេចថ្មាតលុះឃើញដំរីមកដល់ហើយស្ដេចថ្មាតអញញឹមញញែមរួចនិយាយទៅថាបងដំរីមកដល់ហើយយើងត្រូវស៊ីបងឯងក្នុងថ្ងៃនេះព្រោះយើងយល់សពឃើញថាបានស៊ីសាច់បងឯងនៅពេលដែលដំរីជួបនឹងស្ដេចថ្មាតនោះទុនសាយធ្វើពុតជាដេកលក់លើខ្នងដំរីស្ដេចថ្មាតក៏ស្រែកទៅកាន់ទុនសាយថាណែបងសុភាមកដេកអីលើខ្នងដំរីដូច្នេះចុះចេញឲ្យឆាប់យើងនឹងស៊ីដំរីឥឡូវនេះទុនសាយឆ្លើយថាឈប់កុំអាលសិនបងនិយាយជាមួយដំរីដូចម្ដេចខ្លះអំបាញ់មិញយើងមិនបានស្ដាប់ព្រោះរវល់តែងងុយពេកស្ដេចថ្មាតឆ្លើយថាយើងយល់សពឃើញថាបានស៊ីសាច់ដំរីសទុនសាយថាមែនហើយអំបាញ់មិញខ្ញុំដេកលក់មួយភាំងទៅយល់សពថាបានស្រឡាញ់ប្រពន្ធស្ដេចថ្មាតឯងស្ដេចថ្មាតឆ្លើយថាយើបងសុភាយើងមិនត្រូវការឲ្យប្រពន្ធយើងទៅបងសុភាឯងទេទុនសាយថាបើបងឯងមិនឲ្យការយល់សពរបស់បងថ្មាតឯងក៏ឥតបានការអ្វីដែរដំរីក៏ខ្ញុំមិនឲ្យបងថ្មាតឯងស៊ីដូចគ្នាថ្មាតក៏ខានបានស៊ីសាច់ដំរីដោយចាញ់កលឧបាយសុភាទុនសាយដំរីសក៏វិលទៅលំនៅឋានខ្លួនវិញទុនសាយក៏បោលចូលព្រៃទៅបាត់ដែររឿងថ្មាតបោកដំរីសចប់ដោយបរិបូរណ៍